There have been repeated violations. ភាគីឥណ្ឌាបាននិយាយថាប៉ាគីស្ថានបានរំលោភបំពានបទឈប់បាញ់នៅក្រៅប៉ុន្មានម៉ោងដែលប្រទេសក្បែរខាងទាំងពីរឯកភាពថាលែងប្រយុទ្ធគ្នាប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បាននិយាយថាប៉ាគីស្ថានបានរំលោភលើបទឈប់បាញ់ម្ដងហើយម្ដងទៀតហើយអះអាងថាខ្លួននឹងសងសឹករដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកវីក្រាមមីស្រីបាននិយាយថាកងកម្លាំងប្រដាប់អាវុធនឹងផ្ដល់ការឆ្លើយតបគ្រប់គ្រាន់និងសមស្របចំពោះការរំលោភបំពានទាំងនេះយ៉ាងណាមិញក្រសួងការបរទេសប៉ាគីស្ថានបានអះអាងថានៅតែបដិញ្ញាចិត្តចំពោះការអនុវត្តប្រកបដោយភាពស្មោះត្រង់លើបទឈប់បាញ់ឥណ្ឌានិងប៉ាគីស្ថានបានយល់ព្រមបទឈប់បាញ់ចាប់ពីថ្ងៃអាទិត្យនេះក្រោយមានការសម្របសម្រួលពីអាមេរិកគូរំលឹកថាចំនួនរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរបានចាប់ផ្ដើមផ្ទុះឡើងវិញក្រោយការវាយប្រហារស្លាប់មនុស្ស26នាក់កាលពីថ្ងៃទី22ខែមេសានៅតំបន់ជំរងចម្រាស់កាស្មៀរហើយឥណ្ឌាបានចោទប្រកាន់ថាជាស្នាដៃរបស់ភេរវកគាំទ្រដោយប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធឥណ្ឌាបានវាយប្រហារតាមអាកាសទៅលើប៉ាគីស្ថានបណ្ដាលឲ្យស្លាប់និងរបួសមនុស្សមួយចំនួនវិញដើម្បីទុកជាការសងសឹក